សម្លម្ជូរស្លឹករមៀតនេះហ่าបងប្អូនសម្រាប់បងប្អូនណាប្រហែលជាមិនថ្មីទេតែសម្រាប់ខ្ញុំគឺថ្មីហើយបើនិយាយថាធ្លាប់ឮអត់ធ្លាប់ឮថាមានសម្លម្ជូរស្លឹករមៀតឬថាគេស្លអញ្ចេះស្លអញ្ចោះតែបើឲ្យសួរថាធ្លាប់ភ្លក់រសជាតិអត់ធ្លាប់ដឹងក្លិនអត់ធ្លាប់ឃើញរូបរាងអត់នេះគឺជាលើកទី1ហើយបងប្អូនគឺលើកទី1មែនតើអត់តែឃើញពីមុនមកសោះហើយបាទនិយាយពីស្លថ្ងៃនេះទៀតណាបងប្អូនក៏ខ្ញុំអត់បានស្លដែរថ្ងៃនេះគឺសូមឲ្យបងប្អូនថ្លៃស្លឲ្យញ៉ាំហើយខ្ញុំថតវីដេអូវិញដោយសារតែនិយាយទៅគឺអត់ដែរស្គាល់អញ្ចឹងបើមនុស្សអត់ដែរស្គាល់ទៅហើយឲ្យទៅស្លមិនទៅបងប្អូនស្លទៅគីឡូខុសរសជាតិដើមអីអញ្ចឹងណាអញ្ចឹងចាប់ពីលើកហ្នឹងទៅគឺខ្ញុំចេះស្លខ្លួនឯងហើយការស្លហ្នឹងដែរគឺខ្ញុំប្រើស្លឹកល្មៀតប៉ុណ្ណឹងបងប្អូនប្រហែលជា4-5ដុំទុយនឹងឯងបងប្អូនដោយសារតែត្រីរបស់ខ្ញុំគឺតែ8ខាំទេហើយគេក៏អត់ដាក់ស្លឹករមៀតច្រើនដែរព្រោះអីវាអាចនឹងធំក្លិនឈួលពេកក្អូបពេកអីចឹងណាបងប្អូនអញ្ចឹងគឺដាក់តែប៉ុណ្្នឹងទេគឺប្រហែលជា5ធៀងហ្នឹងណាបងប្អូនហើយយើងកាត់យកទំនងកដាលចេញហើយគឺយកមកហាន់បែបនេះបងប្អូននិយាយទៅខ្ញុំអ្នកថតទេខ្ញុំអត់បានស្លឯណាបងប្អូនអញ្ចឹងការហាន់គឺគេហាន់បែបហ្នឹងឯងហ្នឹងគឺលើកទី1ហើយឲ្យគេធ្វើឲ្យញ៉ាំអញ្ចឹងទៅលើក្រោយស្រួលយើងចេះធ្វើញ៉ាំខ្លួនឯងអញ្ចឹងណាបងប្អូនឯគ្រឿងផ្សំសម្រាប់ស្លហ្នឹងគឺមានស្លឹករមៀតហ្នឹងឯងគឺស្លឹកកន្លែងខ្ចីនិយាយទៅគឺត្រួយបងប្អូនមិនមែនយកអាស្លឹករមៀតដែលយើងយកមកខ្ចប់អាំងប្រហុកឯណាគឺកន្លែងស្លឹកត្រួយហើយមានរំដេងមានល្មៀតហ្នឹងបន្តិចទៅមានរំដេងមានគល់ស្លឹកគ្រៃខ្ទឹមសហើយខ្ញុំបន្ថែមម្ទេសអាចសាច់បន្តិចទៅដើម្បីឲ្យឈ្ងុយហើយចំណែកឯត្រីវិញគឺប្រើត្រីគេថាប្រើត្រីសាច់បែបហ្នឹងបងប្អូនអញ្ចឹងគឺខ្ញុំប្រើត្រីពោនេះចំនួនមួយហ្នឹងគឺ8ខាំហើយអត់មានបន្លែទេណាបងប្អូនគឺប្រើតែសាច់ត្រីហើយនឹងគ្រឿងក្រៅដែលបង្ហាញមិញហ្នឹងឯងហើយនឹងប្រហុកហើយនឹងអំពិលទុំជាទូទៅធម្មតានឹងឯងហើយគេថាស្លគឺដាក់អំពិលទុំនឹងឯងអត់ដាក់កាសាំងដាក់អីទេខ្លាចធ្វើឲ្យខូចក្លិនល្មៀតចឹងណារបៀបស្លម្ជូរគឺដូចគ្នាទៅនឹងស្លម្ជូរធម្មតានៅពេលដែលទឹកពុះយើងបង់គ្រឿងកាត់ឆ្អាបយើងដែលមានដូចជាខ្ទឹមសរំដេងគល់ស្លឹកគ្រៃរមៀតនឹងចូលទៅណាបងប្អូនហើយយើងដាក់ត្រីចូលតែម្ដងហើយសម្រាប់ទាំងអ្នកលក់ត្រីហើយទាំងបងប្អូនថ្លៃខ្ញុំគឺគាត់ប្រាប់ថាពេលដែលស្លម្ជូរស្លឹកល្មៀតគឺគេស្លត្រីបែបហ្នឹងឯងគឺត្រីបែបធំចឹងឯងព្រោះអីគេអត់ញ៉ាំបន្លែទេគេញ៉ាំតែសាច់ត្រីអញ្ចឹងយើងដាក់ត្រីចូលហើយយើងបង់គ្រឿងទៅអំបិលស្ករប៊ីចេងអីតាមចំណង់ចំណូលចិត្តយើងបងប្អូនណាហើយយើងដាក់ប្រហុកដាក់អំពិលអីធម្មតាទូទៅដូចយើងស្លម្ជូរធម្មតាអញ្ចឹងឯងហើយគ្រាន់តែថាពេលដែលយើងស្លយើងត្រូវប្រយ័ត្នតិចចឹងណាព្រោះដោយសារតែស្លអត់ប្រើបន្លែទេអញ្ចឹងទៅថាប្រៃប៉ុណ្ណាគឺប្រៃប៉ុណ្ណឹងហើយអញ្ចឹងគឺយើងប្រយ័ត្នជាមួយនឹងគ្រឿងប្រៃយើងដាក់ឲ្យមកល្មមសិនទៅដោយសារយើងត្រូវការបង់ប្រហុកដែរឯអំពិលទុំវិញគឺយើងដាក់តាមចំណង់ចំណូលចិត្តចូលចិត្តជូរលះប៉ុណ្ណាជូរតិចឬក៏អ្នកខ្លះទៀតគាត់ចូលចិត្តញ៉ាំស្លម្ជូរដែលអត់សូវជូរអញ្ចឹងគឺដាក់កម្រិតដាក់ម្ជូរហ្នឹងគឺដាក់តាមចំណង់ចំណូលចិត្តទៅណាបងប្អូនចំណែកឯស្លឹកល្មៀតហ្នឹងនៅពេលដែលត្រីឆ្អិនភ្លក់ទៅស្លត្រូវចិត្តហើយគឺយើងបង់ស្លឹកល្មៀតចូលទៅគឺបិទភ្លើងយកតែម្ដងអញ្ចឹងមានន័យថាស្លឆ្អិនហើយបងប្អូនទៅគេបង់ស្លឹកល្មៀតហើយពេលដែលបង់ចូលហ្នឹងគឺបិទភ្លើងអត់មាននៅងាស់អីទេណាបងប្អូនគឺបិទភ្លើងយកតែម្ដងហើយពេលដែលស្លឆ្អិនភ្លាមខ្ញុំចាប់ផ្ដើមភ្លក់មួយម៉ាត់បានខ្ញុំដឹងថាអូប្លែកមែនបងប្អូនគឺស្លម្ជូរស្លឹកល្មៀតហ្នឹងគឺឈ្ងុយប្លែកទៅឈ្ងុយជាប់ហ្មងសម្បីយើងដកដង្ហើមក៏នៅតែធំក្លិនឈ្ងុយស្លឹកល្មៀតហ្នឹងដែរណាបងប្អូនហើយរបៀបស្លវិញគឺដូចបងប្អូនឃើញចឹងគឺងាយលឿនរហ័សឆាប់បានញ៉ាំទេអត់មានអីពិបាកទេបងប្អូនខ្ញុំចេះហើយលើកនេះលើក្រោយបើប្តីចង់ញ៉ាំគឺខ្ញុំចេះស្លហើយបងប្អូនចឹងបានថាហ្នឹងយើងបកែចេះស្គាល់ម្ហូបយ៉ាងណាក៏ស្គាល់មិនអស់ដែរបងប្អូនអើយម្ហូបខ្មែរយើងនិយាយពីថាច្រើនបែបច្រើនមុខច្រើនសន្តានមែនតែនហើយចំណែកដែលបងប្អូនដែលបានមើលវីដេអូរបស់ខ្ញុំនេះបងប្អូនធ្លាប់ញ៉ាំប្រហែលដងហើយបងប្អូនហើយសម្រាប់បងប្អូនតើចូលចិត្តរសជាតិនិងក្លិនស្លម្ជូរស្លឹកល្មៀតនេះដែរឬក៏អត់បងប្អូនមានមតិយោបល់យ៉ាងណាតើតើនឹងស្លមួយមុខហ្នឹងហើយមានអីដែលមើលទៅឃើញខ្វះខាតបងប្អូនអាចខមមិនប្រាប់ខ្ញុំបានណាបងប្អូនដើម្បីឲ្យខ្ញុំបានរៀនធ្វើលើក្រោយទៀតអរគុណជួបគ្នានៅវីដេអូក្រោយ